ចូលតាមខ្សងទ្វារវត្តទេបែបយើងអត់សូវបានចាំនេះគឺជាលើកទី1ដែលខ្ញុំបានមកប្រាសាទព្រះប៉ាលីឡៃប្រាសាទនេះដែរក៏មានវ័យចំណាស់ដែរអ្នកគ្នាតាំងពីសតវត្សទី12មកម៉េះបើសិនជាអ្នកគ្នាបានមកលេងប្រាសាទអង្គរធំឬក៏ប្រាសាទបាយ័នហ្នឹងអ្នកគ្នាអាចឆ្លៀតមកលេងតិចមកប្រាសាទប៉ាលីឡៃហ្នឹងគឺនៅជិតគ្នាប្រហែលជា1គីឡូជាងដើរក៏ដល់ដែរអ្នកគ្នាថ្ងៃដែលខ្ញុំទៅហ្នឹងគឺអត់សូវមានមនុស្សទេអ្នកគ្នាមានតែខ្ញុំហើយមួយពួកម៉ែខ្ញុំនឹងឯងហើយដើរភ្លៀងទៀតដោយសារពេលមកណាអ្នកគ្នាក្តៅចាស់ហ្មងដល់ពេលមកដល់វាភ្លៀងហើយខ្ញុំអត់បានយកឆាត់យកអីមកអ្នកគ្នាចឹងថតបានតិចមែនតើហើយក៏សូវបានថត detail ប្រាសាទឲ្យដែរអ្នកគ្នានេះមានតែវីដេអូនេះឯងមិនតំភ្លៀងហើយឡើងខៀវស្ងាត់មកមិនអូយភ្លៀងរហូតនៅសៀមរាបឥឡូវទៅណាក៏ភ្លៀងដែរបាយបាយអ្នកគ្នា